សារិកានិទានសូមជូនរឿងប្រពន្ធលួចលាក់នៅក្នុងភូមិតូចមួយឈ្មោះភូមិព្រៃនប់មានប្តីប្រពន្ធមួយគូរស់នៅជាមួយគ្នាប្តីឈ្មោះសុធាជាកសិករខិតខំធ្វើស្រែចម្ការមានចិត្តល្អស្មោះត្រង់តែសាមញ្ញនិងមិនសូវនិយាយច្រើនប្រពន្ធឈ្មោះស្រីពៅជាស្រីស្អាតមុខស្រស់សក់វែងរាងស្អាតតែមានចិត្តមានភាពមិនពេញចិត្តនឹងជីវិតក្រីក្ររាល់ថ្ងៃសុធាចេញទៅធ្វើស្រែតាំងពីព្រឹកព្រលឹមដើរឆ្លងវាលស្រែដែលពោរពេញទៅដោយអប្សរាស្រាលស្រីពៅនៅផ្ទះចម្អិនបាយបោកខោអាវហើយមើលទៅផ្លូវធំដែលនាំទៅទីរួមខេត្តនៅក្នុងចិត្តនាងមានបំណងប្រាថ្នាអំពីជីវិតល្អប្រសើរជាងនេះថ្ងៃមួយមានបុរសម្នាក់ត្រឡប់មកភូមិគាត់ឈ្មោះវីរៈអតីតគូស្នេហ៍ស្រីពៅកាលពីមុននាងរៀបការវីរៈធ្លាប់ចាក់ចេញទៅធ្វើស្រែទៅធ្វើការនៅទីក្រុងហើយត្រឡប់មកវិញជាមួយនឹងសម្លៀកបំពាក់ទាន់សម័យនិងម៉ូតូថ្មីភ្លឺរលោងពេលស្រីពៅបានឃើញវីរៈចិត្តនាងក៏រំភើបឡើងវិញការចងចាំរឿងចាស់ហូរចូលដូចទឹកទំនប់នៅក្នុងចិត្តរបស់នាងវីរៈចាប់ផ្ដើមមកជួបនាងពេលសុធាមិននៅផ្ទះពួកគេនិយាយអំពីអតីតកាលអំពីក្តីស្រមៃតែពួកគេមិនទាន់បានសម្រេចពួកគេទាំងពីរនាក់ផ្ដើមចេញពីការជួបគ្នាសាមញ្ញคล้ายទៅជាការជួបគ្នាដ៏លួចលាក់សុធាចាប់ផ្ដើមសង្កេតឃើញការផ្លាស់ប្ដូរស្រីពៅចូលចិត្តតុបតែងខ្លួនជាងមុនហើយមើលទូរស័ព្ទញឹកញាប់ពេលសុធាសួរអ្វីមួយនាងតែងឆ្លើយខ្លីៗឬបែរមុខចេញថ្ងៃមួយនៅពេលសុធាត្រឡប់ពីស្រែឆាប់ជាងធម្មតាគាត់ឃើញម៉ូតូវីរៈឈរខាងក្រោយផ្ទះបេះដូងគាត់ដាច់ស្រេចតែគាត់មិនចូលភ្លាមទេគាត់ឈរនៅក្រោមដើមត្នោតស្ដាប់សំឡេងសើចក្នុងផ្ទះសុធាក៏ដើរចូលផ្ទះយ៉ាងស្ងៀមស្ងាត់វីរៈភ្ញាក់ផ្អើលឃើញហើយរកលេសចេញស្រីពៅប្រែមុខស្រអាប់មិនហ៊ានមើលមុខភ្នែកដៃឡើយខ្ញុំធ្វើអ្វីខុសចំពោះអូនសុធាសួរដោយសំឡេងទាបតែពោរពេញដោយក្តីឈឺចាប់ស្រីពៅនៅស្ងៀមទឹកភ្នែកធ្លាក់លឺថ្ពាល់នាងសារភាពថានាងមិនអាចទ្រាំជីវិតក្រីក្រនិងភាពស្ងៀមស្ងាត់បានទៀតទេនាងប្រាថ្នាជីវិតតែភ្លឺរលោងដូចទីក្រុងសុធាមិនវាយមិនស្រែកគាត់នៅតែអង្គុយស្ងៀមហើយនិយាយថាបើអូនមិនសុខចិត្តនៅជាមួយបងអូនអាចទៅរកសុភមង្គលរបស់អូនបានបងមិនអាចឃុំគ្រងខ្លួនអូនបានទេស្រីពៅក៏សម្រេចចិត្តទៅជាមួយវីរៈទៅរស់នៅទីក្រុងដំបូងជីវិតមើលទៅស្រស់ស្អាតមានសម្លៀកបំពាក់ថ្មីហាងអាហារនិងភ្លើងភ្លឺពេលយប់ប៉ុន្តែបន្ទាប់ពីមួយខែទៅច្រើនខែទៅវីរៈបង្ហាញអាកប្បកិរិយាផ្សេងគាត់មិនស្មោះត្រង់និងចូលចិត្តសប្បាយក្រៅផ្ទះស្រីពៅចាប់ដើមនឹកដល់សុធាបុរសដែលធ្វើស្រែក្រោមកម្ដៅថ្ងៃដើម្បីឲ្យនាងមានបាយញ៉ាំនៅភូមិសុធាបន្តធ្វើស្រែដូចធម្មតាតែភ្នែកគាត់មើលទៅឆ្ងាយជាងមុនថ្ងៃមួយស្រីពៅក៏ត្រឡប់មកភូមិវិញដោយទឹកមុខស្រពេចស្រពិលនាងឈរមើលផ្ទះចាស់កន្លែងដែលមានអនុស្សាវរីយ៍ជាច្រើនសុធាសម្លឹងយ៉ាងយូរទៅមើលនាងហើយក៏មិននិយាយអ្វីភ្លាមទេបងអូនសុំទោសស្រីពៅនិយាយទាំងទឹកភ្នែកសុធាដកដង្ហើមធំការសំទោសមិនអាចយកអតីតកាលត្រឡប់មកវិញទេតែបងសូមឲ្យអូនរៀនពីវាគាត់មិនទទួលនាងត្រឡប់ជាប្រពន្ធវិញទេប៉ុន្តែជួយនាងស្វែងរកការងារនៅភូមិដើម្បីចាប់ផ្ដើមជីវិតថ្មីដោយខ្លួនឯងគតិអប់រំនៅក្នុងរឿងនេះជីវិតភ្លឺរលោងមិនស្មើនឹងសុភមង្គលពិតទេភាពស្មោះត្រង់និងការអត់ធ្មត់គឺជាគ្រឹះនៃគ្រួសារជំរឿសមួយអាចផ្លាស់ប្ដូរជីវិតមនុស្សមួយជារៀងរហូតបាទអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel YouTube ម្នាក់មួយផងបាទសូមអរគុណ